Bạn sụt đây bong ôn vừa chụp chỉ mùi phê được bọc nhom đi đấy chẳng ngày ní nó bong ôn rồi biết chạy con là biết phê bong ôn phần tay môn lần bằng hai bong ôn complete chui like chui share ở trong mà nẹ mùi phóng đầm bay được tôi ban video thay được bọc nhom bạn nó về bắn to tiền bà hayสำหรับក្នុងការឆែកគុណភាពเพจនេះពិតជាសំខាន់មែនទែនបងប្អូនវាសំខាន់ដើម្បីយើងពិនិត្យមើលតើเพจយើងមានបញ្ហាដែរឬទេពេលយើងផុសម្ដងអញ្ចឹងណាយើងតាមដានមើលវាពេលខ្លះវីដេអូរបស់យើងផុសទៅវាល្អទេប៉ុន្តែក្នុងការយើងសរសេរចំណងជើងទៅវាធ្វើឲ្យប៉ះពាល់ដល់เพจអញ្ចឹងវាធ្វើឲ្យគុណភាពเพจយើងវាធ្លាក់ចុះដែរហើយចំពោះចំណុចនេះយើងត្រូវតែព្យាយាមពិនិត្យឲ្យបានមែនទែនកុំឲ្យเพจយើងពេលមានបញ្ហាខ្លាំងទៅយើងអត់បានពិនិត្យវាធ្វើឲ្យវាធ្លាក់គុណភាពហើយធ្វើឲ្យវីដេអូរបស់យើងផុសអត់សូវរីកហើយអញ្ចឹងកុំឲ្យបងប្អូនទន្ទឹងរង់ចាំយូរអញ្ចឹងមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាតោះអញ្ចឹងយើងចូលមកក្នុងកម្មវិធី Facebook របស់យើងបងប្អូននិយាយរួម Facebook ហើយ Page វាខុសគ្នាទេបងប្អូនអញ្ចឹងបងប្អូនចូលបន្ទាប់ពីយើងចូលក្នុង Facebook ឬក៏ Page យើងរួចរាល់ហើយបងប្អូនចូលកន្លែង Tray 3នេះបងប្អូនបាទយើងចូលកន្លែង Tray 3ទៅបងប្អូនបន្ទាប់ពីយើងចូល Tray 3បងប្អូនយកពាក្យថា Discord យើងយកពាក្យថា Discord នេះមកបាទបន្ទាប់ពីយើងយកពាក្យ Discord នេះរួចរាល់ហើយបងប្អូនចុចកន្លែង Search នេះបងប្អូន Search យើង Search វាណា Search រកដើម្បីយើងនេះហើយវាមាននេះជំរឿវាមានច្រើនបងប្អូនតើយើងយកមួយណាយើងយកអាពាក្យថា Page Recommendation នេះមកបងប្អូនយើងចុចលើ Page Recommendation មកបន្ទាប់មកយើងចូលពាក្យថា Page Start នេះបងប្អូនដើម្បីយើងមើលគុណភាព Page របស់យើងតើវាគុណភាពបែបណានេះបងប្អូនអញ្ចឹង Page របស់ខ្ញុំគុណភាពល្អបាទយើងបាន click ខៀវអញ្ចឹងល្អបងប្អូននិយាយរួមល្អមែនទែនពណ៌បៃតងហ្នឹងណាបើ Page បងប្អូនមានបញ្ហាកន្លែងហ្នឹងវាអាចពណ៌លឿងឬក៏ហមបើជាប់ពណ៌លឿងបងប្អូនជាប់ការពមៀនស្រាលទេបងប្អូនបើសិនជាជាប់ពណ៌ក្រហមបងប្អូននឹងត្រូវបានការពមៀនរបស់ក្រុមហ៊ុន Facebook ធ្ងន់មែនទែនហើយអញ្ចឹងយើងត្រូវតែព្យាយាមដោះឲ្យបានតាន់ពេលវេលាអញ្ចឹងណាហើយបើជាប់កន្លែងនេះបើសិនចូលគ្រីសខ្មៅហើយអញ្ចឹងភ័យបងប្អូននឹងមានបញ្ហាធ្ងន់ធ្ងរមែនទែនហើយយើងដាក់ស្នើក៏មិនងាយបានមកវិញដែរបងប្អូនបើសិនជាភ័យបងប្អូនដល់ខ្មៅទៅហើយបើសិនតែត្រឹមតែលឿងទេអញ្ចឹងបងប្អូនកន្លែងហ្នឹងវាគ្រីសត្រឹមតែលឿងទេអញ្ចឹងបងប្អូនចូលដល់ស្នើវាតែបន្តិចមកអញ្ចឹងវានឹងបានល្អប្រសើរមកវិញហើយសម្រាប់ដែលភ័យយើងលឿងអញ្ចឹងយើងស្នើមកវិញទៅដើម្បីគុណភាពភ័យយើងល្អពេលយើងផុសទៅវារីកវាល្អអញ្ចឹងបងប្អូនហើយបងប្អូនអាសាពិនិត្យកន្លែងហ្នឹងឲ្យបានមែនទែនណាហើយដើម្បីគុណភាព page របស់យើងវាមានគុណភាពល្អហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់ជួបគ្នាវីដេអូក្រោយ